រាហានក៏តបវិញថាខ្ញុំមិនប្រឆាំងក៏មិនរំខានឲ្យតែមិនប៉ះពាល់ដល់ការ purify នាងចង់ធ្វើអ្វីក៏ធ្វើទៅឬហើយទូស្រីគឺឆ្អែតបាយតែម្ដងនាងក៏សុំគេចេញទៅនាងក៏មកប្រាប់ដូហាវិញថាវាមិនដំណើរការនោះទេចំណែកឯដូហានេះវិញញញឹមឡើងតែម្ដងព្រោះគេដឹងស្រាប់ហើយថាវាមិនដំណើរការកើតនោះទេទៅលើលោកឯកឧត្តម Kendall គេគឺជាមនុស្សដែលគ្មានបេះដូងទេឥឡូវនេះគេនិយាយអ្វីឲ្យត្រូវនោះនាងនឹងខ្លាចជារបស់គេជាមិនខានដូហាក៏លួងនាងកុំឲ្យអន់ចិត្តអីតួស្រីចាប់ភ្លឹកនឹងវ៉ែនតារបស់គេវិញគេពាក់អញ្ចឹងទៅដូចជាបរោះនៅក្នុងបណ្ណាល័យយ៉ាងម៉េចមិនដឹងទេដូហាក៏សួរទៅនាងវិញថានាងចូលចិត្តទេប្រកាសហើយគេពាក់អ្វីក៏នៅតែសង្ហាដដែលតួស្រីនិយាយរួចដូហាក៏យកដៃខ្លួនឯងទៅទាញខ្លួនរបស់តួស្រីមកជិតខ្លួនដោយយកលេសថាដល់ពេលដែលគេត្រូវព្យាបាលនាងហើយក្រឡេកមកមុននេះបន្តិចរ៉ាហានកំពុងតែត្រូវបានលោកបាត់ឡឺនេះរអ៊ូដាក់ដោយពាក្យសម្ដីរបស់គេមុននេះវាធ្វើឲ្យប៉ះពាល់អារម្មណ៍ឡារីគេមិនគួរហៅនាងមកញ៉ាំអាហារជាមួយទេបើគេនិយាយបែបនេះដែរនេះគឺជាលើកទី1ហើយដែលគាត់បានដាក់បញ្ជាមិនឲ្យមានទឹកសក់នៅក្នុងម្ហូបរបស់នរណាម្នាក់លោកបាត់ឡឺដឹងហើយពេលនេះរ៉ាហានចាប់ដើមមានចិត្តទៅលើនាងប៉ុន្តែគេអាចនឹងមិនទាន់យល់ច្បាស់ពីចិត្តខ្លួនឯងព្រោះតែគេមិនដែលទុកអ្នកណាឲ្យនៅចិត្តខ្លួនរបស់គេទេតាំងតែពីគេត្រូវបណ្ដាសានោះមកម្លេះអ្វីដែលលោកបាត់ឡឺគាត់ចង់បាននៅពេលនេះគឺចង់ឲ្យរ៉ាហានសប្បាយចិត្តតែប៉ុណ្ណោះលោកបាត់ឡឺមិននិយាយច្រើននោះទេគ្រាន់តែប្រាប់ថា Prince នោះគឺបានមកដល់ហើយសូមកុំគិតពីអ្វីទាំងអស់ខ្វល់តែពីអារម្មណ៍ខ្លួនឯងនៅពេលនេះទៅគឺបានហើយទូប្រុសក៏គិតថាខ្លួនឯងមិនបានប្រឆាំងអីនោះទេគ្មានផ្លូវនោះទេដែលគេទៅលងស្រឡាញ់នឹងនរណាម្នាក់នោះតាំងតែពីថ្ងៃដែលគេត្រូវបានដាក់បណ្ដាសានោះមកគេមិនដែលខ្វល់ពីនរណាម្នាក់នោះឡើយគិតទៅគេក៏ដើរមកដល់មុខបន្ទប់របស់ឡារីល្មមហើយក៏ឃើញរូបភាពនេះរ៉ាហានក៏ដើរទៅចាប់ដៃរបស់ដូហាភ្លាមហើយឲ្យគេនៅឆ្ងាយពីនាងទៅដូហាក៏ណែនាំខ្លួនថាគឺជាមនុស្សរបស់វិហារ Alton ទាំងក្នុងចិត្តគិតថាសំណាងណាស់ដែលគេបានពាក់វ៉ែនតានៅថ្ងៃនេះវាមិនល្អទេបើគេត្រូវបានដឹងពីអត្តសញ្ញាណពិតរបស់ខ្លួននោះឃើញប្រុសសង្ហាពីរនាក់បែបនេះឡារីក៏ទឹកអើតឡើងតែម្ដងដូហាក៏ទៅចាប់ស្មានិងសួរថាតើនាងមិនអីទេឬតើគេធ្វើឲ្យនាងភ្ញាក់មែនទេឡារីបកស្រាយថាពួកគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះហើយក៏កំពុងតែព្យាបាលដែរប៉ុន្តែតាមអ្វីដែលគេកំពុងតែឃើញនិងឮពេលនេះវាមិនដូចជាមិត្តភក្តិនោះទេរ៉ាហានក៏ដេញដូហាឲ្យទៅវិញដូហាចេញទៅវិញក៏គិតថាគេស្មានតែលោកឯកឧត្តមមិនចូលចិត្តនាងតែតើប៉ុន្តែគេមិនមានគម្រោងក្នុងការចោះចាញ់នោះឡើយចំណែកឯតួស្រីនេះវិញនាងក៏សួរតួប្រុសក្រែងគេថាមិនប្រច័ណ្ឌទេមែនទេតួប្រុសវិញក៏គេមិនចង់ជឿនឹងខ្លួនឯងដែរម្មិញនេះគេខឹងសម្បាជាខ្លាំងនិងមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេតើគេពិតជាប្រច័ណ្ឌមែនឬសម្លឹងមើលទៅតួស្រីតួប្រុសក៏គិតថាមិនចង់ឲ្យនាងស្អប់ខ្លួននោះទេគេក៏មិនចង់ឲ្យនាងឈឺចាប់ដែរគេចង់ឲ្យនាងនៅជិតគេបានព្យាយាមមិនខ្វល់ពីអារម្មណ៍ថាវាពិតមែនឬក៏អត់គិតដល់ត្រឹមនេះតួស្រីក៏បន្តសួរថានាងគួរតែធ្វើយ៉ាងម៉េចតែនាងគួរតែទៅផឹកជាមួយដូហាទេហើយមើលគេសួររ៉ាហានក៏តបវិញថាកុំទៅអីឡារីយ៉ាត់វារៀងយូរបន្តិចដែលធ្វើឲ្យចិត្តរបស់គេដឹងព្រោះថាគេមិនដែលមានអារម្មណ៍បែបនេះពីមុនមកទេហើយដែលនាងចង់ឲ្យពួកគេទាំងពីរដេកគ្នានោះតើវានៅមានសុពលភាពទេប្រកាសហើយតួស្រីក៏ហក់ទៅអបរ៉ាហានតែម្ដងនាងចង់ចំណាយពេលដេកជាមួយនឹងគេយូរហើយរ៉ាហានក៏ដូចគ្នាហើយក៏មើលការគិតរបស់ពួកគេទាំងពីរឡារីនេះគឺកំពុងតែគិតថានេះគឺជាការស្រឡាញ់រយៈពេល3ខែមុនពេលដែលនាងទៅប៉ុន្តែរ៉ាហានវិញគេកំពុងតែគិតថាចង់កែលម្អសួនច្បារនៅភូមិគ្រឹះនេះព្រោះថានាងនឹងត្រូវរស់នៅទីនេះជារៀងរហូតហើយឡារីក៏បង្ហាញពីអ្វីដែលនាងចង់ធ្វើជាមួយនឹងរ៉ាហានមានដូចជាការទៅមើលល្ខោនទៅបណ្ណាល័យអានសៀវភៅជាមួយគ្នាទៅហែលទឹកជាដើមវាមានសកម្មភាពជាច្រើនដែលសារតែបណ្ដាសារបស់រ៉ាហានគេមិនអាចធ្វើវាបាននោះទេប្រៀបនឹងបើកទៅទំព័របន្ទាប់ហើយឡារីក៏បង្វែរអារម្មណ៍គេវិញព្រោះថានោះគឺជាបកេតលីរបស់នាងមិនចង់ឲ្យគេដឹងនោះទេហើយក៏មើលទឹកមុខតួស្រីយើងបេះដូងរបស់នាងឡើងចង់ធ្លាក់ដល់ដីទៅហើយឃើញឈរទៅលើពាក្យថាទៅដើរលេងនៅក្នុងទីក្រុងរ៉ាហានក៏គិតថានាងច្បាស់ជាសប្បាយជាមួយដូហាហើយត
តួស្រីបញ្យល់ភ្លាមថានេះគឺជាអ្វីដែលនាងចង់ធ្វើទូទៅតែប៉ុណ្ណោះមិនមានអីពាក់ព័ន្ធជាមួយនឹងមិត្តប្រុសនោះទេតួប្រុសនេះក៏និយាយតែងងក់តែម្ដងថាអញ្ចឹងនាងដូចជាមិនចាំបាច់ត្រូវការគេនោះទេតួស្រីឮហើយក៏ផ្ទុះសំណើចតែម្ដងដោយសារតែនៅពេលរាហានប្រច័ណ្ឌណាគេពិតជាគួរឲ្យស្រឡាញ់ណាស់ប៉ុន្តែនាងពិតជាចង់ធ្វើអ្វីទាំងអស់នេះជាមួយនឹងគេគឺជាមួយនឹងមនុស្សដែលនាងស្រឡាញ់រាហានក៏តបវិញថាគេនឹងឲ្យលោក Butler រៀបចំប្រទេសទៅហើយតួស្រីនេះវិញនាងក៏ទៅអោបកគេយ៉ាងស្អិតល្មួតស្រហានរបស់ខ្ញុំល្អជាងគេហើយគ្នាមកក្រហមទៀតហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់មកដល់ហាងលក់សម្លៀកបំពាក់ដ៏ល្អជាងគេនៅក្នុងអាណាចក្រនេះឡារីក៏គិតថារ៉ាហាននាំនាងមកទីនេះមុនគេនៅចាំថានាងគ្មានគ្រឿងអលង្ការហើយរ៉ូបនិងគ្រឿងតុបតែងទាំងនេះវាពិតជាថ្លៃពេកហើយសម្រាប់នាងចេញមកនាងក៏សួរទៅរ៉ាហានថាមើលមកនាងយ៉ាងម៉េចដែរចំណែកឯរ៉ាហាននេះវិញបែរជាអង្គុយស្គប់នៅមួយកន្លែងមិននិយាយអ្វីឡើងអ្នកលក់នេះមកជួយនិយាយឲ្យទិញរ៉ូបមួយនេះទៅរ៉ាហានក៏ឲ្យឡារីយកទាំងអស់ទៅឲ្យតែនាងពេញចិត្តមួយណាកុំចង់មើងងាយ Sugar Daddy ឬហើយទូស្រីក៏ភ្ញាក់តែម្ដងព្រោះគេចំណាយលុយច្រើនណាស់លើនាងហើយពួកគេក៏ទិញទាំងអស់តែម្ដងទៅមកដល់លើរទេះវិញនាងក៏សួរគេមិនក៏ពេលនាងសួរគេនៅក្នុងហាងគេមិននិយាយអីអញ្ចឹងសួរមាត់មិនអស់ទេនាងក៏ទៅចាក់គេទៀតតួប្រុសនេះតាមពិតទៅគេនិយាយមិនចេញព្រោះថានាងស្អាតពេកនាងក៏នៅតែទាមទារចម្លើយរបស់គេអញ្ចឹងហើយរត់ទៅចាក់គេខ្លាំងលើដើមទ្រាំមិនបានណាគេក៏ចាប់ដៃរបស់នាងជាប់រ៉ាហានក៏និយាយឡើងថាមកពីនាងស្អាតពេកពួកគេទាំងពីរក៏មុខក្រហមដូចគ្នាព្រោះតែស្ថានភាពពួកគេកំពុងតែនៅពេលនេះមិនចាំយូរទេឡារីក៏សុំឲ្យរ៉ាហានថើបនាងមកហើយឡើងអញ្ចឹងមុខរបស់ពួកគេកាន់តែជិតគ្នាទៅអ្នកបរទេះក៏ស្រាប់តែស្រែកឡើងថាពួកគេមកដល់ហើយមិនចាំយូរទេរ៉ាហានណាគឺហក់លោតចុះនិងរត់ចេញទៅចោលឡារីបាត់ប៉ុន្មានថ្ងៃក្រោយមកតួស្រីរបស់យើងក៏នៅតែគិតដល់ថ្ងៃមុនអញ្ចឹងពួកគេវានឹងថើបគ្នាទៅហើយប៉ុន្តែតំណែងរបស់ពួកគេក៏នៅតែមិនដើរទៅមុខសោះគ្មានអ្វីផ្លាស់ប្ដូរទេតាំងតែពីថ្ងៃនោះតាំងតែពីថ្ងៃពួកគេសម្រេចចិត្តដេកគ្នាមិនបានទេនាងត្រូវតែធ្វើអ្វីម្យ៉ាងព្រោះនាងចិត្តអស់ពេលហើយថ្ងៃនេះនៅតុអាហារនាងក៏ធ្វើជាម្ញាក់ម្ញក់ឲ្យរ៉ាហាននេះបញ្ចុកនាងបង្ហាញពីអារម្មណ៍បងមកហានីហូរ៉ាហាននេះហួសចិត្តតែម្ដងដោយសារតែនាងអាចញ៉ាំខ្លួនឯងបានសោះហ្នឹងឯងប៉ុន្តែវាមិនអីនោះទេបើគ្រាន់តែបញ្ចុកនាងនោះហាមាត់មកញ៉ាំហើយកូនស្រីណាក៏មកអបកគេទៀតហើយរ៉ាហាននេះល្អជាងគេរ៉ាហានអៀនទៀតហើយគេក៏យកលេសថារវល់ការងារហើយក៏ចាក់ចេញទៅទុកតួស្រីចោលទៀតហើយឡើងនាងខាត់គេមិនទាន់តារ៉ាហានចូលចិត្តការស្រឡាញ់ដោយការមិនប៉ះពាល់ខ្លួនឬប៉ុន្តែនាងមិនដឹងប្រកាសនោះទេនាងនឹងតេស្តគេផ្សាក់មើលសិនប្រហែលថ្ងៃក្រោយមកទៀតពួកគេក៏ដល់ពេល Purify ដោយតួស្រីរអ៊ូនៅក្នុងចិត្តថានាងចិត្តអស់ពេលទៅហើយនាងត្រូវតែទប់អារម្មណ៍ខ្លួនឯងបើសិនជារ៉ាហានមិនចូលចិត្តការប៉ះពាល់នោះហើយនេះពិតជាការងារច្រើនសម្រាប់មនុស្សដែលនាងមិនសូវស្រឡាញ់ប្រមាណផងហើយថ្ងៃនេះពួកគេក៏ត្រូវ Purify នៅរាងកាយខាងលើដូច្នេះតួស្រីក៏បាន enjoy ចំណែកផ្នែករបស់នាងទៀតហើយខណៈពេលដែលនាងកំពុងតែ Purify គេរ៉ាហាននេះក៏គិតតែរឿងមួយគត់ក្នុងខួរក្បាលរបស់គេគឺ purify មិនត្រូវគិតពីអ្វីទាំងអស់ភ្លាមនោះតួស្រីក៏អស់ម៉ាណារបស់នាងល្មមហើយនាងក៏ដួលខ្លួនទៅលើរ៉ាហាននាងក៏សុំឲ្យគេទប់នាងបន្តិចព្រោះនាងអស់កម្លាំងជាខ្លាំងដោយនារីម្នាក់នេះចូលមកកាន់តែចិត្តរ៉ាហានបន្តិចម្ដងក៏គេនិយាយឡើងថាឡារីយ៉េតខ្ញុំពិតជាព្យាយាមខ្លាំងណាស់ក្នុងការទប់អារម្មណ៍ខ្លួនឯងវានឹងល្អបើសិនជាពួកគេនៅឆ្ងាយពីគ្នាបន្តិចគេមិនដឹងថាខ្លួនគេអាចទប់ចិត្តនេះដល់ពេលណានោះទេតួស្រីនេះវិញក៏ចាប់ដៃរបស់រ៉ាហានហើយប្រាប់គេកុំឲ្យទប់អារម្មណ៍ខ្លួនឯងអីគេអាចធ្វើអ្វីបានទាំងអស់តាមដែលគេចង់ឬហើយរ៉ាហានក៏ចាប់នាងដាក់ទៅលើសាឡុងនៅក្រោមគេវិញម្ដងដោយនិយាយពាក្យថាតើគេពិតជាអាចធ្វើអ្វីក៏បានមែនឬតួស្រីរំពឹងត្រឹមតែថើបគ្នាទេប៉ុន្តែមើលទៅរ៉ាហានពេលនេះគេដូចជាចង់លេបនាងចូលទាំងមូលតែម្ដងរ៉ាហានក៏យកដៃនាងមកថើបតិចត
ទូស្រីក៏បញ្ញាប់សុំទោសគេភ្លាមនិងសន្យាមិនមកប៉ះគេបែបនេះទៀតនោះទេរ៉ាហានក៏សុំទោសនាងវិញដែរដែលគេបំភ័យនាងហើយក៏ឲ្យនាងទៅវិញទៅធ្វើបែបនេះយ៉ាងហោចណាស់ក៏ធ្វើឲ្យនាងនៅឆ្ងាយពីគេមួយរយៈដែរមានអាណាប្រហែលថ្ងៃក្រោយមកទូស្រីយើងគឺអញ្ចឹងដែរនាងបបួលគេតពីលើកមុនដោយរ៉ាហាននេះពិតជាមើលស្រាលឡារីពេកហើយប៉ុន្តែយើងសុំកាត់ទៅពេលព្រឹកបន្តិចសិនឡារីពិតជាចង់ទៅបារខ្លាំងណាស់ប៉ុន្តែក៏ត្រូវបានបដិសេធរ៉ាហានខ្លាចថាមកពីបណ្ដាសារបស់គេវានឹងធ្វើឲ្យមនុស្សសម្លឹងមកមើលពួកគេជាមិនខានគេពិតជាសុំទោសនាងពិតមែនសុំទោសដែលនាងត្រូវលះបង់គ្រប់យ៉ាងមកនៅជាមួយបិសាចដូចជាគេហើយគេសុំទោសដែលមិនអាចឲ្យនាងចេញពីគេបានដូចគ្នាតួស្រីក៏កុំឲ្យគេនិយាយបែបនេះដោយដៃគូត្រូវតែចេះយោគយល់គ្នានាងក៏ដេញឲ្យគេទៅធ្វើការទៅទូប្រុសទៅដែលមានកម្រងថានឹងមកផ្ទះវិញឲ្យបានលឿននិងចំណាយពេលវេលាជាមួយតួស្រីឲ្យបានច្រើនប៉ុន្តែនៅក្នុងការប្រជុំនេះពួកគេនៅតែលើករឿងអត់ប្រយោជន៍មកនិយាយដដែលរ៉ាហានក៏សួរទៅពួកគេគ្រប់គ្នាឮហើយក៏ស្ងាត់ភ្លាមប៉ុន្តែក៏មានមនុស្សម្នាក់មកចេញថាឲ្យគេថាគ្មានសិលធម៌ក្នុងការនិយាយស្ដីមុខព្រះមហាក្សត្រសោះហើយម្នាក់នោះគឺជាឪពុករបស់ឡារីយ៉ែតនេះឯងពិតជាគួរឲ្យធុញមែនប៉ុន្តែគេនោះគឺជាឪពុករបស់គូស្នេហ៍របស់ខ្លួនដូច្នេះរ៉ាហានត្រូវតែបលែងវាចោលព្រះមហាក្សត្រក៏ឲ្យបញ្ចប់ការប្រជុំនេះត្រឹមនេះចោះគ្រាន់តែឮហើយទូប្រុសយើងគឺចេញទៅផ្លែតតែម្ដងចំណែកឯកញ្ចាស់នេះវិញនិយាយទាំងមួម៉ៅថាគេគ្មានការគោរពអីសោះអ្នកនៅចិត្តនោះក៏ប្រាប់ឲ្យគេកុំនិយាយអ្វីផ្ដេសផ្ដាស់ជាមួយនឹងលោកឯកឧត្តម Candle តើគេមិនចង់មានជីវិតទៀតទេមែនទេសំណាងហើយដែលគេមិនអីនោះតានោះក៏នៅតែនិយាយថាអិរិយាបថគេគឺមិនល្អអ្នកជំនួសក៏ថាឲ្យគេវិញតាមចំអកថាបើលោកមានអិរិយាបថល្អមែនណាគួរតែមើលគ្រួសារខ្លួនឯងពេលនេះដែលកំពុងខ្សែធនទៅតានេះខឹងមែនតែនហើយក៏មិនទើសរឿងគ្រប់យ៉ាងទៅលើឡារីយ៉ែតវាមកពីនាងដោយសារតែនៅក្នុងភូមិគ្រឹះរបស់គេពេលនេះគ្មាននរណាគ្រប់គ្រងសិភើហិរញ្ញវត្ថុនោះទេកូនប្រុសរបស់គេចំណាយលុយដូចជាចាក់តាំងប្រពន្ធរបស់គេបន្ទោសគេដែលជាអ្នកធ្វើឲ្យឡារីរត់ចេញពីផ្ទះគេបង្ហាញការអត់ឱនឲ្យនាងបើសិនជានាងមកអង្វរគេមិនក៏នាងហ៊ានរត់ចេញពីផ្ទះដោយបែបនេះហើយតានេះក៏នៅតែគិតថាខ្លួនឯងជាឪពុកដ៏ល្អផងដែរក្រឡេកមកភូមិគ្រឹះរបស់យើងវិញពួកគេកំពុងតែញ៉ាំស្រាក្រឡុកស្នាដៃរបស់លោក Butler តួស្រីគិតថាមុខមាត់ស្អាតរាងសង្ហាបែបនេះគេច្បាស់ជាមានបទពិសោធន៍ច្រើនណាស់ហើយនាងអាចនឹងជាមនុស្សទី1របស់គេបានយ៉ាងម៉េចក៏ឡុកស្រាហើយលោក Butler ក៏ចេញទៅទុកឱកាសឲ្យពួកគេទាំងពីរចំណាយពេលវេលាជាមួយគ្នាតួស្រីចូលកែវហើយមិនមែនធម្មតាទេណាគឺនាងអកយកតែម្ដងនេះក៏ដោយសារតែនាងទម្លាប់ផឹកនៅពេលដែលនាងនៅផ្ទះជាមួយនឹងឪពុកម្ដាយប្អូនប្រុសរបស់នាងដើម្បីរត់គេចពីបញ្ហាលេងជាមួយគ្នាបានបន្តិចនាងក៏ទៅនិយាយពីដូហាបញ្ជាក់ប្រាប់គេម្ដងទៀតថាពួកគេគ្រាន់តែជាមិត្តភក្តិគ្នាតែប៉ុណ្ណោះហើយនាងចង់ឲ្យគេមកព្យាបាលនាងបន្តទៀតទោះប្រុសឆ្ងល់ណាស់ថាឲ្យគេមកព្យាបាលអ្វីទៅគេមើលដឹងថានាងកំពុងតែព្យាយាមលាក់បាំងអ្វីមួយប៉ុន្តែឲ្យតែនាងសប្បាយចិត្តនាងធ្វើអ្វីតាមតែការចង់របស់នាងទៅចោះតួស្រីយើងឮហើយក៏អរគុណគេនឹងយកខ្លួនឯងទៅញីគេទៀតហើយនៅសុកនាងក៏ស្រាប់តែក្តៅខ្លួនតែម្ដងនាងព្យាយាមដោះលែងឲ្យខ្លួនឯងដែរតែដោះមិនកើតនាងក៏សុំឲ្យរ៉ាហាននេះជួយនាងផងជួយដោះឲ្យនាងផងនេះគេមិនទាន់បាននឹងឆ្លើយតបផងនាងក៏ទៅចាប់ដៃគេឲ្យមកជួយតែម្ដងជួយខ្ញុំបន្តិចមកណា